សួស្តីទាំងអស់គ្នានៅក្នុងវីដេអូនេះគឺខ្ញុំមកចែកចម្លែកអំពីការប្រើប្រាស់នៃកម្មវិធីមួយដែលទាក់ទងនឹងការ design គ្រឿងបង្គុំរបស់យើងដែលអាច design ទាំងបេតុងអាមេក៏បានឬក៏គ្រឿងបង្គុំដៃក៏បានអញ្ចឹងកម្មវិធីហ្នឹងគឺយើងតែងតែស្គាល់ហើយគឺកម្មវិធី Midas Design Plus អញ្ចឹងនៅក្នុងកម្មវិធី Midas Design Plus នេះគឺយើងប្រើវាជំនួយនៅក្នុងការ design ហើយអាចយកវាទៅធ្វើជា report ការ selection note ក៏បានដែរអញ្ចឹងយើងអាចបើកវាសិនមកយើងបើក program Midas Design Plus អញ្ចឹងនៅពេលដែលយើងបើកគឺវា load ជាផ្ទាំងបែបនេះមួយអញ្ចឹងកម្មវិធីនេះគឺខ្ញុំបាន create រួចរាល់អញ្ចឹងនៅពេលរាល់ពេលបើក program គឺវាតែងតែ load បែបហ្នឹងឲ្យហើយ key number របស់វាយើងអាចវាយលេខ1 16ដងហើយយកប្រភេទ key tag គឺយក standard load អញ្ចឹងគ្នាយើងអាច OK ទៅចំណុចបន្ទាប់គឺយើងដើម្បីប្រើប្រាស់ឬក៏ design គ្រប់ element ផ្សេងៗបានយើងអាចចុចកន្លែងនេះបានចំណុចចាប់ផ្ដើមគឺយើងចុច tool របស់វាកន្លែង logo របស់វាអញ្ចឹងនៅពេលដែលចុចមកវាមានច្រើនអញ្ចឹងយើងយកពាក្យថា new វារៀងតឹងបន្តិចអញ្ចឹងសូមគ្នាយើងចាំបន្តិចតោះអញ្ចឹង Midas Design Plus នៅពេលដែលយើង create រួចរាល់នៅពេលដែលយើងបើកមកគឺវា load ផ្ទាំងបែបហ្នឹងអញ្ចឹងនៅក្នុងការ design គឺវាអាច design មានបេតុងអាមេក៏បានជា steel ក៏បានជាប្រភេទស្ពានប្រភេទអីផ្សេងទៀតអញ្ចឹងវាអាច design បាន4ប្រភេទចូលគ្នាបានអញ្ចឹង program មួយនេះគឺយើងអាចប្រើបានច្រើនអញ្ចឹងចំណុចដែលចាប់ផ្ដើមនៅក្នុងការប្រើប្រាស់កម្មវិធី Midas Design Plus ទី1គ្នាយើងត្រូវចាប់អារម្មណ៍លើຂະຫນាតនិងភាសាអញ្ចឹងចំណុចកន្លែងនេះគឺសំខាន់អ្វីដែលយើងសិក្សាគឺនៅក្នុងការសិក្សារបស់យើងគឺយើងតែងតែប្រើຂະຫນាត SI ណាព្រោះຂະຫນាតនៅក្នុងហ្នឹងវាមានច្រើនវាមាន US វាមានMKS អីជាដើមអញ្ចឹងទៅអញ្ចឹងຂະຫນាតវាមាន US វាមាន MKS អីជាដើមអញ្ចឹងជាទូទៅយើងប្រើជាប្រភេទ SI ហើយភាសាគឺយើងប្រើជាភាសាអង់គ្លេសអញ្ចឹងរាល់កម្មវិធី Midas បើយើងចង់ set វានៅពេលដែលយើងបិទ program ហើយយើងបើកវាមកវិញហើយវា load ជា SI តែម្ដងនិងប្រភេទអីផ្សេងគឺគ្នាយើងមុននឹងចូលប្រើប្រាស់គឺត្រូវកំណត់ຂະຫນាតហ្នឹងជាមុនអញ្ចឹងបើសិនជាយើងគ្រាន់តែបើកឲ្យដូរតែຂະຫນាតទេអត់បានចូលទៅកំណត់ក្នុង tool របស់វាអញ្ចឹងនៅពេលដែលយើងបិទហើយនៅពេលយើងបើកមកវិញគឺវានៅតែ load ຂະຫນាតUS ដដែលអញ្ចឹងដើម្បីឲ្យវាជាប់ដូចរបស់ខ្ញុំនេះនៅពេលដែលបិទហើយបើកមកវិញគឺវានៅតែ SI គ្នាយើងត្រូវចូលកន្លែង option ហើយគ្នាយើងត្រូវចូលកន្លែងនេះ entire data អញ្ចឹងយើងអាចចុចលើវាចេះមកអញ្ចឹងកំណត់ຂະຫນាតគឺនៅពេលដែលបិទហើយបើកមកវិញវា load ຂະຫນាតហ្នឹងគឺគ្នាយើងចូលទៅក្នុង entire data ហ្នឹង setting ហ្នឹងហើយរើសកន្លែង pre នេះគឺយកຂະຫນាត SI unit តែម្ដងហើយទី2តកតងនឹង report អីគឺយើងកំណត់ផ្សេងតកតងឲ្យវាបំលែងទៅជា Word ជា Excel ជាអីជាដើមហើយតកតងនឹង database នេះគឺតកតងនឹងការរើសប្រភេទ material អញ្ចឹងមាន material ទី1គឺ material rebar អញ្ចឹង rebar នេះគឺតកតងនឹងដែកកងដែកបដោយរបស់យើងអញ្ចឹងណាដែលយើងហៅថា DB ឬក៏ OB ជាដើមអញ្ចឹងអាខាងក្រោមគឺជាប្រភេទ ASCM អញ្ចឹងអានេះគឺតកតងនឹង steel database ជាប្រភេទគ្រឿងបង្គុំដែកអានេះគ្រឿងបង្គុំបេតុងដែលយើងប្រើជាមួយដែកថ្នាំងអំពៅអញ្ចឹងមកកាត់ដែកឬក៏ប្រភេទដែកហ្នឹងវាមានច្រើនប្រភេទអញ្ចឹងអ្វីដែលយើងរើសគឺខ្ញុំប្រើប្រភេទ GB អញ្ចឹង GB នេះគឺវាត្រូវជាមួយຂະຫນាតរបស់យើងដែលយើងកំពុងតែប្រើប្រាស់អញ្ចឹងណាវាមាន16លី8លី12លី10លី16លីជាដើមអញ្ចឹងខ្ញុំរើសប្រភេទຂະຫນាត GB ហើយបន្តមកទៀតកូដដែលយើង design អញ្ចឹងចំណុចនេះគឺសំខាន់ដែរបើយើងរើសខុសគឺវា error តាមហ្នឹងតកតងនឹងកូដគឺនៅក្នុង Design Plus 2021នេះគឺមានអស់តែកូដ14ទេអញ្ចឹងកូដ14គ្នាយើងមើលទៅគឺមាន2ប្រភេទគឺមាន M និងអត់ M អញ្ចឹងយើងដឹងហើយ
បើសិនជាអត់មានកតុយទេគឺຂະຫນາດ int ຂະຫນາດ US ការដែលមានកតុយគឺຂະຫນាດ SI របស់យើងអញ្ចឹង style RC ឬក៏ load អីផ្សេងៗគឺគ្នាយើងអាចរើសតាមហ្នឹងទៅចំណុចមួយទៀតគឺតាក់ទងនឹងការ design load អានេះគឺ design code ដល់ពេល design load នៅក្នុងនេះគឺអត់មានប្រភេទអីគេ A យើងបើ design code ASCII អញ្ចឹងហើយតែនៅក្នុងនេះគឺអត់មានទេអញ្ចឹងអ្វីដែលត្រូវជាមួយនឹងការ design របស់យើងគឺ international building code អញ្ចឹង international building code ហ្នឹងគឺវាមានត្រឹម2012ទេអញ្ចឹងយើងអាចយក load ហ្នឹងយកទៅសិក្សាបានអញ្ចឹងបន្ទាប់ពីយើង set វាហើយ set code set ຂະຫນាត set មុខកាត់ដាច់អីហើយយើងអាច apply ទៅអញ្ចឹងនៅពេលដែលយើងបិទហើយបើកមកវិញគឺវានៅຂະຫນាតហ្នឹងដដែលចំណុចទី2គឺតាក់ទងនឹង performance preference នេះតាក់ទងនឹងការបំលែង system ឬក៏ពណ៌ឬក៏ font អក្សរអីផ្សេងៗនៅពេលដែលយើងកំណត់ឲ្យវាចេញទៅជា Word ព្រោះយើងឲ្យវា calculate ហើយយើងអាច import ទៅជា Word បានគឺយើងអាចកំណត់ពណ៌ឲ្យវានៅក្នុងនឹងបានអញ្ចឹង general នេះឲ្យវាចេញ report យើងនៅពេលដែលយើងយកទៅឲ្យវាចេញជា summary ឬក៏ចេញជា detail ឬក៏ចេញជា input list អញ្ចឹងបើសិនជាយើងធ្វើជា report យើងចង់ឲ្យវាចេញជា detail គឺយើងរើស detail យកតែម្ដងអញ្ចឹងនៅពេលដែលវាដាក់ report ឲ្យយើងគឺវា load មកទាំងអស់តែម្ដងអញ្ចឹងណាហើយជា Word គឺយើងអាចកែពណ៌កែតាមហ្នឹងទៅ header line អីផ្សេងៗអញ្ចឹងដល់ពេលចុងក្រោយតាក់ទងនឹង system អានេះ auto save ទេ system នេះយើងកំណត់វារយៈពេលប៉ុន្មានឲ្យវា save ម្ដងអញ្ចឹងក្រៅពីហ្នឹងយើងអូខេចំណុចទី3គឺតាក់ទងនឹង import preference preference នេះអាហ្នឹងកន្លែងដែលយើង save file ទេយើងចង់ឲ្យវា save file ទៅម្ដុំណានៅពេលដែលយើង import ទៅគឺយើងរើសទីតាំង save ទៅតាមហ្នឹងទៅដូចជាអត់មានអីទេក្រៅពីហ្នឹងយើងអាចត្រឡប់មកមើល code អញ្ចឹងតាក់ទងនឹងកន្លែង code កន្លែងអីដែលយើងរើសនេះគឺវានៅក្នុង in-type នេះដែរអញ្ចឹងនៅពេលដែលយើង set នៅក្នុង in-type data setting នេះរួចរាល់គឺវាជាប់ auto អញ្ចឹងណាអញ្ចឹងក្រៅពីហ្នឹងដូចជាអត់មានអីទេ design option អីជាដើមគឺអត់មានអីទេណាអូខេត្រវិញឯនេះយើងកំណត់ពណ៌កំណត់អីផ្សេងទេអញ្ចឹងក្រៅពីហ្នឹងដូចជាមិនមានអីទេហើយ font អីជាដើមគឺវា load ទៅតាមហ្នឹងអញ្ចឹងគ្នាយើងអាចរើសកន្លែង option report នេះអានេះគឺជាប្រភេទຂະຫນាតដែលវា load អញ្ចឹងណាអញ្ចឹងដូចជាអត់មានអីជាបញ្ហាទេព្រោះយើងបានកំណត់រួចរាល់អញ្ចឹងអានេះគឺជាចំណុចចាប់ផ្ដើមនៃការប្រើប្រាស់ program Design Plus ដែលវាតាក់ទងនឹងការជ្រើសរើសຂະຫນាតជ្រើសរើសមុខកាត់ដែកការកំណត់ពណ៌ការ set code design អីជាដើមអញ្ចឹងចំណុចចាប់ផ្ដើមរបស់យើងគឺមានតែប៉ុណ្្នឹងទេអញ្ចឹងសូមអរគុណច្រើនជួបគ្នានៅវីដេអូបន្ត